ឆ្លងសមុទ្រទេហើយយើងឆ្លងជប់នេះវិញចំស្វា50-60ក្បាលអានមកគឺយើងដល់កន្លែងព្រៃកងកាងនៃខេត្តកោះកុងហើយព្រៃនេះគឺជាព្រៃដ៏កម្រហើយមិនមែនចេះតែមាននៅគ្រប់បណ្ដាខេត្តនឹងទេគឺជាពិសេសខេត្តដែលជាប់សមុទ្របានសម្បូរទៅដោយរុក្ខជាតិមួយយ៉ាងនេះដែលគេហៅថាព្រៃកងកាងនេះឯងហើយព្រៃនេះគឺអ្វីដែលល្អវិសេសបំផុតគឺឫសរបស់វាដែលអាចនឹងអោបក្រសោបដីទឹកអីហ្នឹងគឺបានល្អបំផុតវាក្រនបើជាងមនុស្សដែរណាព្រោះវាចេះប្រមូលចេះការពារហើយធ្វើឲ្យវារឹងមាំអីណាចាក់គ្រឹះដល់ល្អគឺឫសរបស់វាហ្នឹងគឺល្អមែនតើព្រៃកងកាងឫសសែនស្ញប់ស្ញែងមើលមហារុក្ខជាតិដែលគេហៅថារុក្ខជាតិអោបកសោបទឹកដីរុក្ខជាតិចាប់ទឹកចាប់ដីធម្មតាទេដើមមួយឬរាប់ពាន់នេះគឺកន្លែងគោកដែលទឹកនាចទឹកជោអស់មកគឺនៅតោមដងខាងនេះគឺថាតែយ៉ាងណាក៏នៅតែព្រៃកងកាងនេះគឺនៅតែរក្សាលំនឹងបានជានិច្ចគឺស្ពានយល់ឆ្លងសមុទ្រឆ្លងដៃសមុទ្រស្ពានយល់មែនអត់បានទេស្ពាននេះគឺស្ពានយល់គឺនៅដៃសមុទ្រនៅកោះកុងហើយស្ពានយល់នេះយើងឆ្លងហើយយើងដើរក្នុងព្រៃកងកាងអស់ជាច្រើនម៉ោងឥឡូវគឺយើងកំពុងតែនៅលើស្ពានយល់ដែរនៅទីនេះកំពុងជិះទូកឆ្លងសមុទ្រហើយនេះគឺជាព្រៃកងកាងនេះក៏ជាព្រៃកងកាងដែរព្រៃកងកាងមកហើយយើងឆ្លងហើយយើងចុះពីក្បួនទូកយើងឆ្លងស្ពានយល់ចេញពីស្ពានយល់យើងឆ្លងនៅទូក